ម៉ែក្មេកខ្ញុំសឹងថាបើកភ្នែកមិនតន់គឺថាឡូឡាដាស់ពួកខ្ញុំភ្ញាក់តាំងពីព្រលឹមហើយនឹងកូនខ្ញុំភ្ញាក់ព្រលឹមឡើងធ្វើឲ្យគាត់ខឹងផងហើយខឹងមួយប្តីគាត់ផងមានណាបងប្អូនលក្ខណៈថាចែកជើងគ្នាព្រាតហ្មងខ្ញុំនឹងប្តីទៅទិញម្ហូបត្រូវទទួលជាងគេមកធ្វើផ្ទះច្រើនគ្នាផងហ្នឹងថាហើយថាទៀតធ្វើម៉េចកុំឲ្យយេស៊ូខឹងតែយេស៊ូខឹងការងារនៅក្នុងផ្ទះគឺដឹងតែចប់ហ្មងជាងគេមកធ្វើផ្ទះពេញហ្នឹងហើយនៅក្នុងទូទឹកកកអត់មានម្ហូបអីសោះដងតាត់មានម្ហូបអត់មានអីដឹងតែយាយឲ្យគាត់ឡើងផ្សារបងប្អូនតគ្នាតែអាហ្នឹងគឺមិនខ្ចីមកអារម្មណ៍គាត់អត់ល្អផងបងប្អូនតគ្នាយ៉ាងម៉េចកំពុងតែក្តៅអញ្ចឹងហើយគាត់លេងខ្វល់លេងអីអង្គុយចុចទូរស័ព្ទនៅក្នុងបន្ទប់អញ្ចឹងបានដឹងខ្លួនគ្រប់គ្នាឥឡូវគឺថាចាប់ផ្ដើមមកទិញម្ហូបទិញមហាអីខ្លះហើយព្រោះថ្ងៃហ្នឹងមានតែបងថ្លៃទេដែលអាចជួយសង្គ្រោះខ្ញុំបានពឹងនឹងម៉ែក្មេកពឹងអត់ការទេថ្ងៃហ្នឹងចានៅម្ដងទៅធ្វើឲ្យគាត់ខឹងអត់ខឹងការងារ100មុខធ្វើគ្មានល្អមួយម៉ាត់ទេតែបើខឹងប៉ុណ្្នឹងហើយមិនបាច់និយាយខ្ញុំខឹងទៅមានប្តីខ្ញុំលួងហើយដល់ពេលយេស៊ូខឹងតាស្យ៉ាងទៅជីកបន្លែបាត់តយូរបានគាត់លួងនឹងមកជុំងុំកុំឲ្យធ្វើខឹងបន្ថែមទៅបានហើយសំខាន់ហ្នឹងទុកតតាជាខ្លួនឯងខ្ញុំភាសាមកទិញគ្មានទេនេះបងប្អូនទិញសាច់គោបានកន្លះគីឡូទិញជាមួយនឹងឃ្លោកហើយទិញជាមួយនឹងពោតនេះគឺទិញហូបខ្លួនឯងទេព្រោះតាំងពីឪក្មេករវល់ការងារច្រើនមកគាត់ដើរបានដាំពោតឲ្យហូបទេរាល់ឆ្នាំបងប្អូននេះហូបតែពោតខ្លួនឯងទេក្មេកខ្ញុំអត់បានដាំទេអញ្ចឹងហើយតែមកផ្សារឃើញគឺដឹងតែឆ្លៀតទិញហើយព្រោះរដូវកាលហ្នឹងហូបពោតនឹងឆ្ងាញ់ណាស់បងប្អូនហើយនិយាយថាផ្អែមឆ្អិតខ្លាំងហើយនេះគឺឆ្លៀតទិញជាមួយនឹងអាកាសធាតុក្តៅអញ្ចឹងអាហារពេលរសៀលបងប្អូនខ្ទង់ម៉ោង3ជាងហ្នឹងគឺយើងត្រូវហូបផ្លែឈើឥឡូវហ្នឹងគឺថាដើរផ្សារមកជុំអស់ឡើង200ជាងដែរបងប្អូនតគ្នាចាអីវ៉ាន់មកកតិរមកដល់ផ្ទះភ្លាមគឺថាបញ្ញាបញ្ញាប់សាវេសាវ៉ាញ៉ាំជាមួយវីតាមីនជំនួយកម្លាំងមួយសិនរបស់ខាង skin យ៉ាងនេះបងប្អូនតែងតែឃើញខ្ញុំញ៉ាំជាប្រចាំថ្ងៃមួយថ្ងៃញ៉ាំ2គ្រាប់នេះបងប្អូនកុំគិតថាជាប្រភេទថ្នាំអត់ទេបងប្អូនវាគ្រាន់តែជាប្រភេទវីតាមីនមួយដែលជំនួយសុខភាពរបស់យើងពីក្នុងរហូតដល់មកក្រៅភាពទ្រង់រាងកាយរបស់យើងបានល្អជាពិសេសជំនួយស្បែកជំនួយភ្នែកក៏ដូចជាជំនួយកញ្ចក់ផងដែរហើយទាំងជួយបង្កើនការចងចាំធ្វើឲ្យយើងកេងលក់ស្រួលបងប្អូនតគ្នាជាមួយនឹងវីតាមីន skin យ៉ាងនេះចំណែកឯ foam អនាម័យអូនអនគឺជាប្រភេទ foam ដែលបាញ់ទៅគឺមានពពុះស្រាលបងប្អូនគ្រាន់តែធ្វើដៃឆ្លីថ្នមបន្ទាប់មកលាងទឹកស្ងួតចាំបងប្អូនប្រើជាមួយ spray អូនអននេះគឺជាឯកទេសនៅក្នុងការជួយផ្ដល់សំណើមជាពិសេសនឹងគឺជួយកម្ចាត់បាក់តេរីដែលមិនល្អនៅកន្លែងតំបន់ពិសា foam អនាម័យអូនអនគឺជាឯកទេសនៅក្នុងការជួយលាងសម្អាតជួយបំបត្តិធំក្លិនជាពិសេសនឹងគឺជួយកាត់បន្ថយនៅរាល់បញ្ហាកន្ទួលរមាស់ក៏ដូចជាបញ្ហារលាកផងដែរខ្ញុំណាគាត់ថាមិនបានជួយអីច្រើនយ៉ាងហោចណាក៏ជួយបានបង្កាត់ភ្លើងដែរគឺថាឃើញយាយមកមិនសូវជាស្រស់ទេប៉ុន្តែឃើញនៅនឹងចក្រាននឹងឯងបងប្អូនតគ្នាភាសានឹងបងថ្លៃឃើញអញ្ចឹងហើយគាត់ថាអត់ហ៊ានមាត់អត់ហ៊ានកទេហ្នឹងគឺមកធ្វើទឹកស៊ុបតឡាចាបងប្អូនតគ្នាចំណែកយាយក៏ចាប់ផ្ដើមធ្វើការឆារបស់គាត់ដែរនិយាយទៅខឹងប៉ុណ្ណាក៏ដោយឲ្យតែមានភ្ញៀវមកអញ្ចឹងគឺគាត់អត់ទុកចិត្តពួកខ្ញុំទេថាសួរថាគាត់ស្លឆ្ងាញ់អត់គាត់ក៏មិនស្លឆ្ងាញ់អីណាទេប៉ុន្តែគាត់ធ្វើខ្លួនឯងគាត់ទុកចិត្តតែពួកខ្ញុំស្លក៏អត់ទុកចិត្តទេហើយឥឡូវម៉ែក្មេកប្រើឲ្យតែឲ្យជាងពីលើផ្ទះមកហូបបាយបើគេធ្វើនៅក្រោមយើងគ្រាន់តែស្រែកហៅតែឥឡូវគេនៅខាងលើឥឡូវទាញហៅប្តីមកដែរអៀនបងប្អូនតគ្នាចាអត់ហ៊ានហៅពួកគាត់ទេព្រោះដោយសារឲ្យតែនិយាយមួយពួកគាត់នាំខ្ញុំនិយាយភាសាស្រុកឲ្យខ្ញុំអត់ចេះហៅទាំងប្តីមកជាមួយគ្នាដែរធ្វើដល់ជាន់ទី2ទី3ហើយបងប្អូនតកន្លែងខ្លះត្រូវការតអត់តអីអញ្ចឹងណាបងប្អូនតគ្នាគាត់ញ៉ាំបាយពួកគាត់ថាគាត់ធ្វើប្រហើយដៃបន្តិចសិនពេលខ្លះហូបមហាហើយអញ្ចឹងគឺយើងនៅរងចាំគេធ្វើហើយធ្វើអីអញ្ចឹងចុះទៅហូបបានយើងចាប់ដើមរៀបចំមកអញ្ចឹងខ្លះតែឥឡូវនឹកឃើញដែងរបស់ខ្ញុំបងប្អូនណាទិញតាមអនឡាញមកហើយមិនយកមកហូបទេគឺលើកនេះគឺយកមកដាំតែម្ដងបងប្អូនតគ្នាប្រើឲ្យប្តីជួយដាំឲ្យព្រោះដោយសារតែភ្ញៀវរបស់ខ្ញុំបងប្អូនសុទ្ធតែខ្មែរភាគច្រើនគាត់ទិញឲ្យវ៉ាន់ខ្ញុំអញ្ចឹងទៅយើងមានដែងគល់សក្រីអីថែមឲ្យគាត់អញ្ចឹងណាអានេះជីនាងវងបងប្អូនតែកន្លះខែអីហ្នឹងដល់បែកមេសាខែហើយខាងនេះគឺល្មៀតបងប្អូនចាប់ផ្ដើមដុសហើយគល់សក្រីនិយាយទៅសត្វតែគ្រឿងក្រៅខ្មែរម៉ួយរបស់ខ្ញុំគឺថាដឹងចិត្តណាជួនកាលអញ្ចឹងខ្ញុំហាន់គល់សក្រីហាល់អីបុកធ្វើជាគ្រឿងហើយថែមឲ្យគាត់ម៉ួយតែចូលមកគ្មានរួចតាណាទេដឹងតែចូលចិត្តជាប់ចិត្តជាមួយខាងខ្ញុំហ្នឹងហ្មងហើយវីដេអូដែលចែកម្លែកអាហ្នឹងក៏មានប៉ុណ្្នឹងដែរបងប្អូនតគ្នាចាំជួបគ្នាវីដេអូថ្ងៃស្អែកទៀត